Cambodia One Piece ពួកយើងតែងតែនិយាយពាក្យថាយើងចង់បានសន្តិភាពប្រទេសរបស់ខ្ញុំមិនបានរំលោភបំពានទៅលើសិទ្ធិអន្តរជាតិណាមួយនោះទេអំពីបបឈប់បាញ់ពួកយើងតែចង់ឃើញភាពរីកចម្រើនរបស់ប្រទេសជាតិនិងស្នាមញញឹមរបស់ប្រជាជនសម្រាប់ពួកខ្ញុំដែលជាក្មេងជំនាន់ក្រោយពួកយើងចង់ឃើញសន្តិភាពតែប៉ុណ្ណោះជនស៊ីវិលសូត្រត្រង់ជាច្រើននាក់ត្រូវបានបែកបាក់គ្រួសារវីរៈបុរសរបស់កម្ពុជាជាច្រើនរូបបានបូជាឈាមស្រស់សាច់ស្រស់បែកបាក់ក្រុមគ្រួសារបែកបាក់មនុស្សជាទីស្រឡាញ់ដើម្បីការពារជាតិនិងទឹកដីក្នុងនាមខ្ញុំគឺជាប្រជាជនដែលល្ងងខ្លៅមួយរូបមិនមានពាក្យអ្វីក្រៅពីអំពីវិនិច្ឆ័យឲ្យពិភពលោកបានដឹងអំពីទុក្ខលំបាកមួយនេះសូមឲ្យសម្ដែងនៃការឈឺចាប់ជាមួយនឹងទឹកភ្នែកនិងឈាមគ្រប់ដំណក់របស់ប្រជាជនកម្ពុជាคล้ายទៅជាបណ្ដោះសារឈាមដល់ប្រទេសសៀមឲ្យវិនិច្ឆ័យហិនហោចនឹងរងទទួលការឈឺចាប់និងវិបត្តិសេដ្ឋកិច្ចរាប់ម៉ឺនរាប់ពាន់រាប់លានដងទើបស័ក្តិសមនឹងការឈឺចាប់មួយនេះ